ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើនំមូឈីដែលគឺសមមានដូចជាទឹកដោះគោស្ករសប្រេងជាមួយនឹងម្សៅដំណើបផងដែរចំពោះការធ្វើគឺយើងដាក់គ្រឿងទាំងអស់ហ្នឹងចូលហើយរត់មកយើងរីមិចចូលគ្នាទាំងអស់ផងដែរហើយបន្ទាប់មកទៀតយើងធ្វើហើយយើងយកម្សៅហ្នឹងមករែងឲ្យវាស្អាតល្អបងប្អូនដើម្បីពេលដែលនំយើងយកទៅចំហុយទៅគឺវា smooth ណាចាហើយបន្ទាប់មកទៀតខ្ញុំយកស្វាយមកចិតជាចំណិតទូចៗដើម្បីធ្វើជាឈ្នួលនំផងដែរដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ពីព្រោះស្វាយហ្នឹងគឺខ្ញុំយកវាទុំល្មមដែលមានរសជាតិជូរអែមណាបងប្អូនចាចំពោះនំរបស់យើងគឺចំហុយបានល្អណាស់គឺខ្ញុំទុករយៈពេល20នាទីហើយតមកទៀតខ្ញុំយកមកវាច្បាច់ចុះច្បាច់ឡើងដើម្បីឲ្យវាកាន់តែស្អិតល្មូតដែលធ្វើនំទៅគឺមានឲ្យជារសឈ្ងុយឆ្ងាញ់ចាហើយបន្ទាប់មកទៀតខ្ញុំបានយកស្វាយដែលយើងចិតជាចំណិតហ្នឹងដាក់ចូលទៅក្នុងហ្នឹងដើម្បីធ្វើជាឈ្នួលនំរបស់ម៉ូឈីផងដែរចំពោះនំនេះវិញគឺខ្ញុំដាក់លក្ខបន្តិចដើម្បីយកពណ៌វាដើម្បីធ្វើទៅឲ្យមានប្លែកចាចំពោះនំរបស់យើងគឺរួចរាល់អស់ហើយចឹងបងប្អូនអរគ្នាអាចធ្វើសាក់លបងបានណាគឺមានរសជាតិឆ្ងាញ់ហើយសាច់របស់វាគឺស្អិតឆ្ងាញ់មែនតើណាបងប្អូនអរគុណច្រើនសូមជម្រាបលា